រុនសួស្តីប្រិយមិត្តដែលចូលចិត្តគាំទ្រ Channel របស់ខ្ញុំទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកធ្វើលំហាត់តាក់ទងនឹងប្រភេទដែរតែភាគបែងខុសគ្នាវិញម្ដងប្រមាណវិធីបូកប្រភេទដែលមានភាគបែងខុសគ្នាឥឡូវយើងទៅមើលឧទាហរណ៍កបានឧទាហរណ៍កខ្ញុំទៅសេ1ហើយលើ2បូក2នៅលើ3បានវិធីសាស្ត្ររកភាគបែងរួមដូចគ្នាយើងកលេចមើលយើងរកតាមពហុគុណរួមតូចបំផុតក៏បានយើងរកតាមយកអានេះយកមកគុណនឹងនេះក៏បានយកប៉ុណ្ណេះយក2នេះយកមកគុណជាមួយ3នឹងក៏បានឥឡូវជាមួយខ្ញុំសាករកតាមពហុគុណរួមតូចបំផុតឲ្យមើលអូខេឥឡូវ2នឹងតាមពហុគុណរួមតូចបំផុតមានគេ2ម្ដង2បាន2 2ដង4 2 3ដង6 2 4ដង8 3 4ដងមក3ម្ដង3 3 2ដង6 3 3ដង9 3 4បានឥឡូវយើងឃើញបាត់ហើយនេះដូចគ្នាអូខេចឹងភាគបែងរួម6បើណែស្មើនឹង2ហ្នឹងគុណនឹង3ហ្នឹងតែម្ដង2 3ដង6អូខេឥឡូវយើងឃើញភាគបែងរួមហើយយើងឃើញភាគបែងរួមតោះឥឡូវយើងធ្វើតទៀតយើងដាក់សញ្ញាស្មើតមកយើងគូររូបអាមួយមកភាគបែងទី1នេះភាគបែងទី1 1លើ2បាន1លើ2អញ្ចឹង2ហ្នឹងគុណប្រមាណឲ្យបាន6អញ្ចឹង2ហ្នឹងគុណនឹង3ឥឡូវគុណនឹង3ដែរសញ្ញាបូកយើងដាក់មកវិញ2នៅលើ3អញ្ចឹងយើងសេ2នៅលើ3សិនតមកគុណ3នឹងគុណប៉ុន្មានឲ្យបាន6អញ្ចឹងយើងគុណនឹង2ឥឡូវយើងគុណនឹង2ដែរបានតោះមកយើងស្មើពីក្រោមមកទៀតមកយើងដាក់សញ្ញាស្មើចំពីក្រោមគ្នាអញ្ចឹងមកតោះឥឡូវយើងគុណបញ្ចូល1 3ដង3 2 3ដង6បូក2 2ដង4 3 2ដង6ឥឡូវយើងឃើញភាគបែងដូចគ្នាយើងនឹងចាំនេះលំហាត់ភាគបែងដូចគ្នាកាលណាភាគបែងដូចគ្នាយើងយកភាគយកបូកភាគយករីឯភាគបែងរក្សាទុកនៅដដែលអញ្ចឹងយើងដាក់ស្មើទៀតមកយើងទៅសេរួមបាន3បូកនឹង4 3បូក4នៅលើ5 6អូខេចេញចម្លើយវាស្មើបានបូកមក3បូកនឹង4ស្មើ5 7បាទ7លើ5 6ចឹងអានឹងជាចម្លើយអូខេចឹងយើងហើយលំហាត់ក1កាលណាភាគបែងខុសគ្នាយើងអាចបូកប្រភេទនឹងបានទេអញ្ចឹងយើងត្រូវតម្រូវភាគបែងហើយយើងរកភាគបែងរួមបើសិនជាភាគបែងនឹងតិចយើងអាចយកវាមកគុណគ្នាមក2គុណនឹង3នឹងមកហើយតមកយក3គុណនឹង2នឹងត្រឡប់មកវិញយ៉ាងមកនេះ2គុណ3អានេះ3គុណ2តមកយើងគុណបញ្ចូលវាមកអូខេឥឡូវយើងទៅមើលលំហាត់ឧទាហរណ៍លំហាត់ទីខហាត់ទី2
มาទី2ម៉ាត់ខម្ដងបានលំហាត់ខលំហាត់ខយើងឧទាហរណ៍ថាឧទាហរណ៍3ខ្ទង់វិញម្ដង1លើ2បូក2លើ3បូក3លើ4តោះស្មើចុះស្មើប៉ុន្មានភាគ3រួមប្រមាណតោះឥឡូវយើងរកតាមពហុគុណរួមតូចបំផុតថាតើភាគ3រួមវាប្រមាណតោះពហុគុណរួមតូចបំផុតនៃ2ស្មើ2ម្ដង2 2 2ដង4 2 3ដង6 2 4ដង8 2 5ដង10 3វិញម្ដង3ម្ដង3 3 2ដង6 3 3ដង9 3 4ដង12 4ម្ដង4 4ម្ដង4 4 2ដង8 4 2ដង12 4 2ដង8 ចឹងថែមនេះមកបាន12ដែរ2 6ដង12បានចឹងភាគបែររួមវានេះ10 12បានភាគបែររួម10 12អូខេឥឡូវភាគបែររួម12លុបតិចទៅភាគបែររួម12ឥឡូវយើងរកឃើញហើយភាគបែររួម12តោះឥឡូវយើងស្មើចឹងអានេះ1លើ2យើងសេ1នៅលើ2គុណសញ្ញាគុណដាក់មក2ប្រមាណដល់12ចឹង2 6ដងចឹងលើគុណ6ដែរសញ្ញាបូកយើងដាក់មកវិញនេះប្រមាណ2នៅលើ3យើងសេមក2នៅលើ3សញ្ញាគុណ3ហ្នឹងគុណប្រមាណ12ចឹង3 4ដង12ចឹងយើងគុណនឹង4ណាតើមកនេះដាក់សញ្ញាបូកទៀតតើនេះ3នៅលើ4ដាក់សញ្ញាគុណមក4ប៉ុន្មានដង12ចឹង4 3ដងចឹងដាក់លេខ3មកឥឡូវដាក់លេខ3ដែរមកអូខេតមកដាក់សញ្ញាស្មើតទៀតតោះឥឡូវចាប់តាមគុណ1 1 6ម្ដង6 6 2ដង12បូក2 4ដង8 3 4ដង12សញ្ញាបូក3 3ដង9 4 3ដង12 តមកសញ្ញាស្មើទៀតភាគបែងវាដូចគ្នាហើយកាលណាបើសិនជាប្រភេទដែលមានភាគបែងដូចគ្នាភាគយកបូកភាគយករីឯភាគបែងរក្សាទុកនៅដែរចឹងយើងគូសមួយមកនេះ12 6 បូក 8 បូក
9នេះស្មើតោះយើងធ្វើមកវិធីបូកទៅឃើញបាន6 បូក 8 14 14 បូក 9 14 បូក 9 23 23នៅលើ10 12ពាក្យបាយហ្នឹងมันអាចសម្រួលបានទេចេញចម្លើយវាស្មើប៉ុណ្្នឹងឯងចម្លើយស្មើ23នៅលើ10 12អូខេឧទាហរណ៍លំហាត់កមួយទៀតឧទាហរណ៍បាន3លំហាត់ដែរលំហាត់កមួយទៀតតោះលំហាត់កឧទាហរណ៍យើងទៅសេ3បូក1នៅលើ2បានអញ្ចឹងនេះចំនួនគត់បូកនឹងប្រភេទអញ្ចឹងមកចំនួនគត់បូកនឹងប្រភេទតែយើងធ្វើម៉េចបូកកើតទេយើងបូកមិនកើតទេអញ្ចឹងយើងធ្វើឲ្យចំនួនគត់នឹងទៅជាប្រភេទអានេះយើងចាំកាលណាបើឃើញចំនួនគត់អញ្ចឹងបានន័យថាខាងក្រោមវាស្មើនឹងលេខ1ខាងលើគឺដាក់លេខ3នឹងវិញទៅដែរបានន័យថាអាហ្នឹងមានភាគបែងវា1អញ្ចឹងយើងធ្វើវាទៅជាប្រភេទហើយ1នៅលើ2តោះឥឡូវវាខ្លាចជាប្រភេទហើយអញ្ចឹងយើងកណនាប្រមាណវិធីបូកធម្មតាតាមប្រភេទដែលមានភាគបែងខុសគ្នាអញ្ចឹងយើងតម្រូវភាគបែងវា1នឹងគុណ2នឹងតែម្ដងទៅអញ្ចឹង3គុណនឹង1គុណនឹង2នេះគុណនឹង2បូក1នៅលើ2អានេះ2ត្រប់ហើយមិនបាច់គុណទេតោះស្មើនេះគុណមក3 2ដង6នៅលើ2បូក1នៅលើ2ភាគបែងរួមដូចគ្នាហើយស្មើ6បូក1នៅលើ2អញ្ចឹងស្មើ6បូក1ស្មើ7នៅលើ2អញ្ចឹងចម្លើយរបស់វាស្មើ7លើ2បាទអត់អាចសម្រួលបានទេអូខេអញ្ចឹងលំហាត់ហ្នឹងសូមបញ្ចប់តែត្រឹមប៉ុណ្ណឹងបាទបើសិនជាមានកំហុសឆ្គងក៏សូមអធិស្ឋានផងហើយបើមិនយល់ឬមួយក៏មានលំហាត់ណាដែលមិនចេះអាច comment សួរនៅខាងក្រោមវីដេអូហ្នឹងខ្ញុំនឹងកែលំហាត់នោះឲ្យបាទអរគុណសូម